សិនជាយើងទាំងអស់គ្នាចង់ឲ្យคล้ายទៅជាមនុស្សម្នាក់ដែលចក្រវាលមើលឃើញតែយើងនឹកឃើញតែយើងកំងអីបានហ្នឹងទី1គឺយើងមិនអាចរអ៊ូបានទេការរអ៊ូរទាំការនិយាយពាក្យមិនល្អការដែលគិតនៅរឿងមិនល្អគឺវាធ្វើឲ្យទៅកាត់ផ្ដាច់ជាមួយនឹង good energy នៅក្នុងខ្លួនរបស់យើងហើយវាធ្វើឲ្យយើងបញ្ចេញនៅ vibration មួយឲ្យវាទៅដូចនឹងពាក្យដែលយើងកំពុងតែរអ៊ូពាក្យដែលយើងកំពុងតែនិយាយទី2គឺយើងហាមធ្វើមុខកម្ៅហាមដើរកោងបានន័យថា physical body របស់យើងនេះវាអត់បានបញ្ជាក់ថាយើងគឺជាមនុស្សដែលរឹងមាំជាមនុស្សដែលរីករាយជាមនុស្សដែលសប្បាយចិត្តជាមនុស្សដែលសំណាងល្អឯងនៅពេលណាដែលយើងកោងនៅពេលណាដែលយើងមុខកម្ៅធ្វើដូចយើងទូលភ្នំមួយតែឯងអញ្ចឹងអា energy អា physical body របស់យើងហ្នឹងចិត្តរបស់យើង subconscious mind របស់យើងវាគិតថាយើងកំពុងតែមានវិបត្តិហើយយើងកំពុងតែជួបនៅបញ្ហាអ្វីមួយគឺវានឹងទៅស្រូបនៅរឿងរ៉ាវមិនល្អមកដូចគ្នាទី3គឺយើងនិយាយសរសើរខ្លួនឯងនិយាយនៅពាក្យល្អឲ្យខ្លួនឯងជារៀងរាល់ថ្ងៃយើងមិនមែនសរសើរខ្លួនឯងដើម្បីបញ្ចោខ្លួនឯងយើងមិនមែនសរសើរខ្លួនឯងដើម្បីលើកជើងខ្លួនឯងទេក៏ប៉ុន្តែមនុស្សយើងម្នាក់អ្នកណាក៏ដោយក៏ចង់ឲ្យខ្លួនឯងជួបនៅរឿងល្អជីវិតល្អសប្បាយចិត្តសប្បាយរីករាយមានលុយចាយមានក្រុមគ្រួសារដែលប្រកបដោយសុភមង្គលដែរសរសើរនៅក្នុងលក្ខណៈមួយដែលមានសតិបញ្ញាបានន័យថាយើងមិនមែនចេះតែដើរទៅតាមខ្សែខ្ញុំប្រកែខ្ញុំប្រកែមិនមែនទេសរសើរក្នុងចិត្តក៏បានដែរមិនចាំបាច់ថាតតែស្រែកលោឡាពេញនឹងបានគេហៅថាសរសើរខ្លួនឯងមិនថាយើងជួបនៅរឿងរ៉ាវយ៉ាងណាក៏ដោយហេតុអីក៏ខ្ញុំប្រកែម្លេះខ្ញុំអាចដោះស្រាយរឿងនេះបានហេតុអីក៏ខ្ញុំសំណាងម្លេះរឿងនឹងកើតឡើងហើយឥឡូវខ្ញុំយល់ហើយថាថ្ងៃក្រោយខ្ញុំមិនអាចឲ្យកើតឡើងបានទៀតទេស្នាមបញឹមរបស់ខ្ញុំហ្នឹងគឺថាញញឹមទៅណាក៏ដោយក៏គេដឹងតែញញឹមត្រឡប់មកវិញឱកាសល្អៗគឺកើតឡើងនៅក្នុងជីវិតខ្ញុំរហូតនេះគឺជាការសរសើរខ្លួនឯងដើម្បីឲ្យខ្លួនឯងទៅស្រូបទៅតាក់ទាញនៅរឿងនោះចូលមកក្នុងជីវិតយើងបន្តទៀតពីព្រោះថារាល់ពាក្យពេចន៍ដែលយើងនិយាយទៅរាល់អារម្មណ៍ដែលយើងគិតគឺ the universe មួយនេះគឺស្ដាប់ឮស្រូបបានមានអារម្មណ៍រួមជាមួយនឹងយើងដូចគ្នា